ជាការដឹងគុណមែនតើរាល់កម្មវិធីដែលបានរៀបចំសុទ្ធតែត្រូវចំណាយចាទាំងកម្លាំងកាយចិត្តត្រូវទេបងប្អូនទាំងអស់គ្នាតែមួយនោះក៏មានពេលវេលាដែរចាដែលយើងបានប្រើប្រាស់ពេលវេលាក្នុងការរៀបចំហើយបងប្អូនក៏បានចាយជាពេលវេលាដូចគ្នាប៉ុន្តែជារួមគឺដោយសារតែមើលឃើញនៅតម្លៃនិងប្រយោជន៍ហើយនឹងឱកាសនៅក្នុងការលូតលាស់នឹងច្រើនតាមរយៈគំរូដែលមានហើយស្រាប់បទពិសោធន៍ជីវិតដែលមានរួចហើយធ្វើការចែករំលែកបន្តគឺជាឱកាសដែលបងប្អូនអាចដើរទៅរកអនាគតនឹងលឿនជាងយើងដើររាវធម្មតាបើសិនជាយើងទៅទាំងងងឹតប្រហែលជាងាយវង្វេងផ្លូវឬក៏អាចរកផ្លូវមិនឃើញប៉ុន្តែកម្មវិធីដំពាំងសកលនេះអាចថាជាប្រទីបមួយជួយបំភ្លឺផ្លូវចាដែលអាចនិយាយបានថាវត្តមានរបស់លោកគ្រូម៉ាដាមបងកសលបងសុធារោសិតតែជាបុគ្គលដែលឃើញថាតម្លៃនៃការអប់រំនេះសំខាន់ចាឲ្យមនុស្សសំខាន់មួយរូបទៀតដែលអនុញ្ញាតឲ្យមានកម្មវិធីនេះរៀបចំនៅទីនេះគឺម៉ាដាមរបស់លោកគ្រូអញ្ចឹងសូមសម្ដែងថាដៃអបអរសាទរដល់ម៉ាដាមដែរចាបើម្ចាស់ផ្ទះចិត្តមិនទលាយទេមិនអាចទទួលភ្ញៀវបានទេចាហើយមិនដឹងថាភ្ញៀវនេះមកពីណាទៀតចាប្រវត្តិយ៉ាងណាក៏មិនដឹងត្រឹមថាមានឈ្មោះមានមុខហើយមកពីខេត្តណាយើងអាចដឹងប៉ុន្តែបងប្អូននៅផ្ទះឪពុកម្ដាយបងប្អូនធ្លាប់ជេរស្ដីអីខ្លះក៏មិនដែលដឹងចាហើយមិនដឹងថាកន្លងមកនឹងធ្លាប់មានចរិតឬក៏អីអាបត្តិណាខ្លះទេនៅផ្ទះអាចគេហៅថាវាយរៀបចាមានន័យថាណាក៏និយាយអត់បានតែប្រហែលជាបងប្អូនអាចមានឱកាសកែប្រែខ្លួនឯងនៅក្នុងកម្មវិធីទំពាំងសកលព្រោះនេះគឺជាក្តីសង្ឃឹមរបស់យើងមិនមែនបង្កើតកម្មវិធីនេះដើម្បីបង្រៀនជំនាញកុំព្យូទ័រឬក៏ភាសាអង់គ្លេសទេប៉ុន្តែជួយអប់រំចរិតលក្ខណៈរបស់បងប្អូនឲ្យល្អជាងមុនហេតុអីបានធ្វើបានព្រោះបងបានកែហើយមនុស្សជាច្រើនបានកែហើយព្រោះតែការអប់រំជឿទេបងប្អូនទាំងអស់គ្នាជឿថាការអប់រំផ្លាស់ប្ដូរជីវិតរបស់យើងទេជឿអត់ស្រែកបែបទំពាំងសកលតិចមើលជឿអត់ខ្លាំងជាងនឹងបានទេជឿថាការអប់រំឥឡូវម្ដងទៀតណាជឿថាការអប់រំផ្លាស់ប្ដូរជីវិតរបស់បងអូនបានអត់ជឿអត់មានអ្នកនៅចិត្តដៃយើងអត់និយាយទេជួយកេះគ្នាអូនបើមកនឹងមិនជឿយើងមកធ្វើអីណែឃើញទេចាប់ដើមសន្យាគ្នាម្ដងបន្តិចម្ដងបន្តិចណាជឿអត់អស់នៅម្ដងទៀតជឿអត់គេហៅថាមុននឹងលេងយើងសន្យាគ្នាសិនបើមិនជឿទេមិនមានវត្តមានគ្នាយើងនៅទីនេះទេត្រូវទេអូនប៉ិនគ្រាន់តែគ្នាយើងខ្លះមានទម្លាប់អត់សូវនិយាយស្ដីច្រើនណែប៉ុន្តែបងលើកទឹកចិត្តថាក្នុងកម្មវិធីទំពាំងសកលថ្ងៃនេះសូមអនុញ្ញាតជម្រាបជូនគណៈធិបតីបន្ថែមដែរថាការរៀបចំរបស់យើងនេះគឺយើងចង់លើកស្ទួយឲ្យយុវជនរបស់យើងនឹងទី1គិតត្រូវទី2ធ្វើត្រូវទី3និយាយស្ដីត្រូវទី4សេពគប់ត្រូវតាមរយៈការរៀនសូត្រដោយធ្វើសកម្មភាពផ្ទាល់អត់គ្រាន់តែអង្គុយស្ដាប់ហើយចេះទេអញ្ចឹងហើយបានមុននេះឲ្យបងប្អូនសាកល្បងលំហាត់ទូចមួយស្គាល់គេឲ្យបាន10នាក់មានអ្នកក៏ស្គាល់10ទៅមានអ្នកក៏ក្រោម10ទៅណាមានអ្នកខ្លះទៀតអាចស្គាល់ច្រើនជាង10ទៀតប៉ុន្តែឲ្យចាំអត់ចាំទេច្រើនដែរតែគុណភាពដូចជារៀងខ្វះអានោះសិតតែរឿងដែលយើងអាចស្គាល់ខ្លួនឯងគ្រាន់តែសកម្មភាពទូចមួយទេប៉ុន្តែយើងអាចស្គាល់ខ្លួនឯងតើយើងក្លាហានប៉ុណ្ណាពេលយើងនិយាយជាមួយគេនឹងយើងរៀបចំខ្លួនបែបនេះយើងជំរាបសួរគេអត់ទុនភ្លុនដែរអត់ឬក៏កវត្តទៅដល់ហេឈ្មោះអីមកពីណាបើយើងហ៊ាននិយាយអញ្ចឹងតែនិយាយស្ដីនឹងត្រូវអត់ត្រូវអត់ទេត្រូវទេអញ្ចឹងអាបន្តិចដែលជួយតម្រង់យើងនឹងឲ្យដែលជាកតាជួយឲ្យយើងធ្វើត្រូវនឹងឯងព្រោះពេលខ្លះយើងធ្វើរឿងខុសអត់ដឹងថានឹងខុសទេព្រោះអីដោយសារតែយើងអត់ដឹងហើយអត់កំបាំងវានៅតែជាអត់កំបាំងនៅពេលដែលយើងមិនដឹងពីអត់កំបាំងត្រូវអត់អូនបើអូនដឹងអត់កំបាំងវាលែងជាអត់កំបាំងហើយអត់កំបាំងដែលអាចរកលុយបានច្រើនមានកិត្តិយសមានការទទួលស្គាល់មានការឲ្យតម្លៃនៅលោកគ្រូទាំងអស់នៅរៀមច្បងទាំងអស់ប៉ុន្តែយើងអត់ដឹងទេអញ្ចឹងហើយបានមានវត្តមានគ្នាយើងមកទីនេះរៀនសូត្រតាមរយៈការធ្វើសកម្មភាពហើយឆ្លុះបញ្ចាំងទៅលើរបៀបគិតរបៀបធ្វើរបៀបនិយាយស្ដីនិងការសេពគប់របស់ខ្លួនឯងតែមនុស្សដែលយើងនៅចិត្តរាល់ថ្ងៃជាមនុស្សប្រភេទម៉េចហើយងើបចេញពីមនុស្សដែលធ្វើឲ្យយើងធ្លាក់ចុះនឹងដោយរបៀបណាហើយបង្កើនខ្លួនឯងឲ្យមានសមត្ថភាពម៉េចដើម្បីសេពគប់មនុស្សឲ្យត្រូវសុទ្ធតែជារឿងជីវិតដែលយើងត្រូវវឹកហាត់ក្នុងកម្មវិធីទំពាំងសកលឥឡូវនេះអាចមិនសូវនិយាយស្ដី
តែពេលចូលរួមកម្មវិធីបងជឿថាភាគច្រើនពួកយើងនឹងបដូរតាក់ទងទៅនឹងការនិយាយស្ដីនេះបានច្រើនជាងមុនអ្នកដែលនិយាយច្រើនមិនសូវបានគិតច្រើនចាប់ផ្ដើមជិះគិតច្រើនហើយនិយាយបានសាច់ការច្រើនអ្នកដែលមិនសូវហ៊ាននិយាយសោះចាប់ផ្ដើមហ៊ានបញ្ចេញមតិហ៊ានចូលរួមហ៊ានបង្ហាញខ្លួនឯងអាហ្នឹងគឺជាអ្វីដែលយើងនឹងធ្វើនៅក្នុងកម្មវិធីតំពាំងសកលតាមរយៈនាំបងប្អូនអរគ្នាលេងហ្គេម team building ផង reflection ផងចុះបេសកកម្មមួយទៀតទាំងអស់ក្នុង purpose គឺជួយឲ្យបងប្អូនទាំងអស់គ្នាទទួលបានបទពិសោធន៍ពិតក្នុងជីវិតអត់ជាទ្រឹស្ដីទេអញ្ចឹងរឿងដែលចង់អបអរសាទរមួយទៀតនោះគឺវត្តមានរបស់បងប្អូនទាំង155នាក់អញ្ចឹងសូមសម្លេងអបអរសាទរឲ្យខ្លួនឯងមួយបងដឹងថាមុននឹងយើងមកយើងបានមើលរួចហើយថាគេធ្វើអីក្នុងចិត្តក៏ត្រៀមរួចហើយដែរព្រោះ3ចំនួនរួចហើយមិនមែនចំនួនទី1ទេដឹងថាកម្មវិធីនេះបែបម៉េចហើយហ៊ានជំនះខ្លួនឯងដឹងថាពេលខ្លះយើងក៏មិនទាន់ពូកែច្រើនដែរប៉ុន្តែហ៊ានមកសិននេះគឺជាកាដូមួយដែលអូនបានឲ្យខ្លួនឯងរួចទៅហើយដែលសំខាន់យើងត្រូវបានជ្រើសរើសក្នុងចំណោមជាង300នាក់អ្នកដែលត្រូវបានជ្រើសរើសតែ155នាក់តែប៉ុណ្ណោះហើយការជ្រើសរើសនេះអាស្រ័យទៅលើការសរសេររបស់បងប្អូនការតាំងចិត្តរបស់បងប្អូនរួមទាំងបងប្អូនដែលក្រោមអាយុ18ឆ្នាំក៏មានការធានាពីឪពុកម្ដាយដែរអញ្ចឹងសូមប្រើប្រាស់ពេលវេលាដ៏មានតម្លៃនេះឲ្យកាន់តែមានតម្លៃជាទីបំផុតហើយបងក៏សូមអនុញ្ញាតជម្រាបជូនខ្លះៗដែរអំពីកម្មវិធីរបស់យើងដោយសារតែកម្មវិធីនេះមិនមែនគ្រាន់តែជាការរៀនធម្មតាប៉ុន្តែក៏ជាការប្រកួតប្រជែងដោយសារតែនៅចុងកម្មវិធីយើងនឹងប្រកាសពានរង្វាន់ចំនួន3ដែលពានរង្វាន់នេះបងប្អូនអាចនឹងមានឱកាសរៀនសូត្រនៅ LC Business School ដែលមួយឆ្នាំស្មើនឹងតម្លៃលុយ$2,500 4ឆ្នាំស្មើនឹង$10,000បើនិយាយពីតម្លៃលុយអ្នកដែលបានទទួលពាន3រង្វាន់ហ្នឹងគឺពានទី1តាក់ទងទៅនឹង Ambassador Award គឺសម្រាប់អ្នកដែលគាត់ជាទូតសុឆន្ទៈនៅក្នុងកម្មវិធីតំពាំងសកលក្នុងចំនួនរបស់ខ្លួនហើយពាននេះគឺសម្រាប់បងប្អូនដែលប្រកែ public speaking បងប្អូនដែលមានវិន័យល្អបងប្អូនមានចរិតសណ្ដាប់ធ្នាប់ល្អគេហៅថា EQ អូនល្អបញ្ញាផ្លូវអារម្មណ៍របស់អូនល្អហើយជាមនុស្សដែលចូលរួមគ្រប់សកម្មភាពហើយសកម្មមានចំណងតាក់ទងល្អជាមួយមិត្តភ័ក្តិនេះគឺម្ចាស់ពានហើយមិនដែលអវត្តមានសំបីតែម្ដងពានទី2យើងហៅថា Self Discipline Award គឺជាពានមនុស្សដែលមានវិន័យល្អជាងគេទាំងការស្លៀកពាក់ទាំងសិភៅកម្រងអនុស្សាវរីយ៍ទាំងការរៀបចំខ្លួនក្លិនការនិយាយស្ដីមកកផ្លេហើយមានចរិតលក្ខណៈរស់រាយរាក់ទាក់អញ្ចឹងអូនចាប់ដាំឆ្លុះបន្តិចម្ដងអូនណាពានទី3គឺ Top Performer អ្នកដែលធ្វើបេសកកម្មបានច្រើនជាងគេបំផុតនឹងមានឱកាសខ្លះជាម្ចាស់ពានអាចមិនសូវប្រកែកនិយាយឬក៏អាចមិនសូវគេហៅថាសកម្មច្រើនប៉ុន្តែប្រកែកធ្វើអញ្ចឹងអូនមួយណាបងក៏មិនច្បាស់ព្រោះថ្ងៃចាប់ផ្ដើមមិនអាចវិនិច្ឆ័យទេត្រូវពន្យាការវិនិច្ឆ័យរហូតដល់ថ្ងៃបិទកម្មវិធីហើយសរុបសម្រាប់ការចូលរួមគឺយើងនឹងជួបគ្នា10ដងរាប់ជាផ្លូវការថ្ងៃនេះជាថ្ងៃទី1យើងរៀន8សប្តាហ៍ហើយសប្តាហ៍ចុងក្រោយគឺថ្ងៃយើងហៅថាបិទទំពាំងសកលប្រកាសពានហើយនឹង Gala Dinner ជាថ្ងៃដែលយើងអាចរាំច្រៀងជុំគ្នាបានបែបយុវវ័យអញ្ចឹងពេលវេលាវាហាក់ដូចជាលឿនទេបើតាមបទពិសោធន៍កន្លងមកប៉ុន្តែអូនស៊ូបានប៉ុណ្ណានោះគឺជារឿងដែលអូនត្រូវធ្វើការបដិញ្ញាចិត្តដោយខ្លួនឯងហើយបើសិនជាអូនមុតមមកម្មវិធីនេះជួយឲ្យអូនស្គាល់ខ្លួនឯងស្គាល់ច្បាស់ខ្លួនឯងអូនគិតរបៀបម៉េចអូនធ្វើរបៀបម៉េចអូននិយាយស្ដីបែបម៉េចហើយអូនសែបគប់មនុស្សបែបម៉េចបើអូនឆ្លងកាត់បានទាំង10សប្តាហ៍រង្វាន់អាចមានបងប្អូនខ្លះមានដំណើរកំសាន្តចង់ទៅអានោះយើងអត់រាប់ចូលនៅក្នុងកម្មវិធីទាំងមូលទេព្រោះជា bonus ប៉ុន្តែមានតែបេក្ខជនត្រូវបានជ្រើសរើសទេដែលអាចទៅបានមិនដឹងថាគ្នាយើងមានអ្នកណាខ្លះដែលត្រូវបានជ្រើសរើស
ក្នុងការធ្វើដំណើរកំសាន្តទៅកាន់ខេត្តណាដឹងទេដឹងអត់អត់ដឹងទេខេត្តមណ្ឌលគិរីចាអញ្ចឹងអបអរសាទរឲ្យខ្លួនឯងមួយសិនណាអាចកក់តុកណាអាចកក់តុកអូនប្រឹងបានខ្លាំងប្រហែលជាមានឈ្មោះហ่ะហើយយើងសម័យមើលពេលយក3ថ្ងៃជាមួយ idol នៅលើកំពូលភ្នំហើយចុះអាប់តិចទៀតនោះហើយតិចនោះហើយយកឡើងផ្កាយពេញមេឃដូចវងកាឡាក់ស៊ីអញ្ចឹងហើយដុតពោតដុតដលងណាហើយយើងចែកសញ្ញាបត្រវិញ្ញាបនបត្រនៅនងទៀតទឹកជ្រោះប៊ូស្រាស្លៀកពាក់ភ្នងគ្រាន់តែនិយាយប៉ុណ្ណេះក៏សម័យដល់ដែរអូនណោះតំណងហ្នឹងណោះបោះតង់ជុំគ្នាណោះចង់ទៅអត់អូខេបងអត់សម្រាប់ចិត្តបាននៅពេលនេះថាអ្នកណាបានទៅទេមានតែរងចាំចប់8សប្តាហ៍ទៀតបូកទាំងថ្ងៃបិទកម្មវិធីនឹងឃើញលទ្ធផលជាក់ស្ដែងប៉ុន្តែរឿងដែលបងអាចប្រាប់បានរៀនបានរង្វាន់ឃើញអត់ចាបើអូនរៀនបានល្អប្រកាសជារង្វាន់កាន់តែធំអញ្ចឹងសង្ឃឹមថារាល់កិច្ចការងារដែលបានដាក់ឲ្យអ្វីដែលជាការកំណត់ក្នុងកម្មវិធីអូនធ្វើបាននោះឆ្លុះបញ្ចាំងពីវិន័យរបស់អូនហើយមានរឿងច្រើនណាស់ដែលអូនបានរៀនសូត្រដែលអូននឹងមើលឃើញថាខ្លួនឯងជាមនុស្សកម្រិតណាយើងប្រកែកអីយើងខ្វះអីហើយរឿងដែលបងសប្បាយចិត្តនោះគឺក្នុងនាមយើងដែលជាយុវជនមកពីរាជធានីខេត្តទាំង25រាជធានីនេះគឺជារឿងដែលអស្ចារ្យមែនទែនដែលយើងអាចជួបជុំគ្នាតាមរយៈវីដេអូនេះយើងឃើញថាភាគច្រើនមាននៅភ្នំពេញ24នាក់ហើយបន្តមកទៀតកំពង់ចាមមានបន្តហូរហែរហូតដល់20ខេត្ត4ទៀតអត់តមានបេក្ខភាពទេតែបងសង្ឃឹមថានៅឆ្នាំបន្តទៀតនឹងមានបេក្ខភាពគ្រប់ខេត្តក្រុងតែម្ដងដែលនឹងមកចូលរួមកម្មវិធីតំកាំងសកលចំនួនទី5ហើយមួយឆ្នាំយើងប្រហែលជាអាចធ្វើបានត្រឹមតែ2ចំនួនអីប៉ុណ្ណឹងហើយបើបាន3ចំនួនអាចថាជា bonus ចាអញ្ចឹងបងប្អូនជាមនុស្សសំខាន់ជា VIP ដែលមានឱកាសរួមទាំងផ្ដល់នៅពេលវេលាសម្រាប់ការចូលរួមក៏សូមផ្ញើសេចក្តីដឹងគុណដល់អាណាព្យាបាលរបស់បងប្អូនដែរដែលមានការលើកទឹកចិត្តបងប្អូនមួយចំនួនមកចូលរួមហើយក៏មានការធានាដល់បងប្អូនសម្រាប់បងប្អូនដែលមានអាយុក្រោម18ឆ្នាំឲ្យមានការចូលរួមហើយលើកទឹកចិត្តកូនពីចម្ងាយដើម្បីចូលរួមអរគុណដល់បងប្អូនដែលឲ្យកាដូជីវិតតាមរយៈការមកចូលរួមកម្មវិធីតំកាំងសកលដែលជាកម្មវិធីមួយយើងរៀនសូត្រតាមរយៈការធ្វើសកម្មភាពផ្ទាល់រៀនឆ្លោះរបៀបគិតរបៀបធ្វើការនិយាយស្ដីនិងការសេពគប់របស់ខ្លួនឯងអនាគតអាចក្លាយទៅជាយុវជនដែលអាចស្នងចាតំពាំងស្នងរិស័យពីឯយុវជនប្រុសស្រីជាអ្នកស្នងជាតិប៉ុន្តែយើងទៅលើសនឹងបើចរិតយើងល្អយើងអាចដឹកនាំអ្នកដទៃទៀតទូទាំងពិភពលោកបានមិនថានៅប្រទេសណាទេចាអញ្ចឹងបើបងប្អូនមានសមត្ថភាពក៏ជាកិត្តិយសរបស់កម្ពុជាដែរអញ្ចឹងសង្ឃឹមថាឥឡូវនេះបងប្អូនអត់មានចូលជាទុនលុយកាក់ទេមានត្រឹមពេលវេលានិងការតាំងចិត្តតែប៉ុណ្ណោះព្រោះកម្មវិធីមិនតម្រូវឲ្យអូនបង់លុយសូម្បីតែ100រៀលចឹងសូមឲ្យការតាំងចិត្តនេះវាធំហើយវាមាំវាខ្លាំងចាវាខ្លាំងដែលលុយមិនអាចទិញបាន8សប្តាហ៍មិនយូរទេក្នុងមួយជីវិតនេះអាចមានតែម្ដងគត់ចូលរួមកម្មវិធីហ្នឹងបើមានឱកាសហើយកុំអនុញ្ញាតឲ្យឱកាសនេះកន្លងផុតទៅដោយសារតែការធ្វើប្រហែសឬក៏ភាពខ្ជិលមួយពេលណានោះហើយសូមជម្រាបលក្ខន្តិកៈខ្លះដើម្បីជាការដឹងឲ្យហើយថាកម្មវិធីរបស់យើងចាប់ផ្ដើមនៅម៉ោង8:01នាទីគឺទ្វារបិទមិនមានការចរចាឬអន្តរាគមន៍អ្វីទាំងអស់ទោះអូនទៅប្តឹងដល់ណាក៏គ្មានអ្នកណាបើកទ្វារអូនដែរនេះជារឿងទី1អូនណាអវត្តមាន3ដងស្មើនឹងអូនអាចមករៀនបានសម្រាប់ថយក្រោយទៀតក៏ប៉ុន្តែស្មើនឹងមិនទទួលបាន certificate មានន័យថាមិនទទួលស្គាល់ជាបេក្ខភាពទេប៉ុន្តែក៏អាចមានឱកាសរៀនដែរក្នុងរយៈពេល8សប្តាហ៍បើឈប់តែ3ដងស្មើនឹងអូនមិនមែនជាបេក្ខភាពពេញសិទ្ធទេប៉ុន្តែឱកាសក្នុងការរៀនសូត្រនៅតែបើកឲ្យមករៀនបានតើនេះអូនហើយมันអាចរឹតតែมันអាចនិយាយទៅដល់ពានរង្វាន់ទៀតព្រោះកាន់តែឆ្ងាយទៀតហើយក៏มันអាចនិយាយទៅដល់ដំណើរកំសាន្តទៀតចានេះគឺត្រួសដើម្បីឲ្យដឹងពីលក្ខខណ្ឌខ្លះហើយរាល់សកម្មភាពទាំងអស់ត្រូវបានកត់ចេញជាពិន្ទុដោយសារតែជាការប្រកួតប្រជែង
ចាអញ្ចឹងលំអិតទៀតយើងនឹងទៅចែកគ្នានៅពេលក្រោយអំពី operation មួយចំនួនដើម្បីគ្នាយើងដឹងថាយើងនឹងសំបន្ទុកដោយរបៀបណាដើម្បីខ្លាចជាម្ចាស់ពៀនដើម្បីខ្លាយទៅជាមនុស្សត្រូវបានជ្រើសរើសទៅដើរលេងផងជាគំរូល្អទៀតចាហើយកន្លងមកបែរជាឃើញកម្រងអនុស្សាវរីយ៍ហើយកម្រងអនុស្សាវរីយ៍នោះក៏មានបន្ទុកដែរអញ្ចឹងមើលឲ្យហើយទៅគំរូល្អណាគួរធ្វើតាមដើម្បីបានបន្ទុកពីបងអ្នកថែទំពាំងហើយសាជាថ្មីក៏សូមឆ្លៀតឱកាសនេះអរគុណដល់បងប្អូនផ្សេងគឺអ្នកថែទំពាំងចាដែលបានប្រើប្រាស់ពេលវេលាស្ម័គ្រចិត្តទាំងកម្លាំងកាយចិត្តនៅថ្ងៃអាទិត្យគួរតែជាពេលវេលារីករាយដើរលេងកម្សាន្តប៉ុន្តែយកពេលវេលានេះមកមើលថែបងប្អូនទៀតចាដោយសារតែដឹងថាបងប្អូនត្រូវការអ្នកមើលថែត្រូវទេអូនត្រូវការអត់ចាអញ្ចឹងអូនជួយធ្វើខ្លួនឲ្យបងស្រួលមើលថែណ៎អូនណ៎ចឹងបងសង្ឃឹមថាបងប្អូនទាំងអស់គ្នាបានទាំងចំណងតាក់ទងល្អបានទាំងចរិតល្អវិន័យល្អការនិយាយស្ដីល្អទៅទីណាក៏មានអ្នកចូលចិត្តនិងស្រឡាញ់ដែរអាហ្នឹងគឺជាអ្វីដែលយើងចង់បានហើយចេញពីពន្លកទំពាំងសកលនឹងឯងចឹងសាជាថ្មីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈធិបតីរួមទាំងបងប្អូនទាំងអស់គ្នាសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃចូលរួមកម្មវិធីបើកសម្ពោធទំពាំងសកលចំនួនទី4នេះហើយយើងនឹងបន្តបេសកកម្មជាមួយគ្នាបន្តទៀតក្នុងរយៈពេល8សប្តាហ៍យើងនឹងធ្វើការវិនិច្ឆ័យបានថាតើក្រោយការចូលរួម155នាក់នៅសល់ទំពាំងខ្លឹមប៉ុន្មានចាទំពាំងដែលគាត់ទៅលូតលាស់នៅខាងក្រៅប៉ុន្មានហើយមានទំពាំងណាដែលអាចលូតទៅជារស័យកាន់តែរឹងមាំនឹងយើងនឹងបន្តមើលទៀតហើយក៏សូមអរគុណសូមគោរពជូនពរគណៈធិបតីបងប្អូនទាំងអស់គ្នាសូមឲ្យមានសុខភាពល្អនិងកាន់តែជោគជ័យគ្រប់ភារកិច្ចការងារសូមអនុញ្ញាតអរគុណសូមគ្រប់លាត្រឹមប៉ុណ្នេះចាអរគុណច្រើនជូនកម្មវិធីតាអ៊ំស៊ីវិញ